អង្គព្រះទ្រង់ញៀនមានដើរចេះសំដែងប្រាប់ព្រះអានន្ទថារទេះដែលចាស់បោទៅណាទៅបានដោយសារអមឫសីតថាគតចាំងក្រមគ្រាហើយមនាលអានន្ទណាយមានមមអីដូចរទេះចាស់អមឫសីវស្សាឆ្នាំថ្មី80ហើយក្រោយព្រះអានន្ទទ្រង់ចេញផុតពីព្រះសម្ពុទ្ធមិនយូរឡើយក្រោយផតាហាថ្ងៃត្រង់ហើយមាមិនកន្តើយគាល់សង្ស្ដាឆ្នាំម្សាញ់ខែមិញថ្ងៃអាទិត្យពេញបរមីពិតថ្ងៃនោះណាព្រះអង្គទ្រង់ដាក់អាយុសង្ខារចំពោះមុខមាគ្រានោះឯងនៅនីបាវាលាចេតីក្បែរវេសាល័យក្រៅកំផែងក៏ក្រើកធរណីគ្រប់កន្លែងក៏លន់ខ្វាត់ខ្វែងតអាកាសក្រោយមកភិក្ខុជួបជុំគ្នាអង្គព្រះភគវាទ្រង់បានត្រាស់សំដែងគាថាអង្គចាណាស់រំលឹកយ៉ាងច្បាស់ត្រាស់ឱវាទទ្រង់បានត្រាស់ថាសង្ខារទាំងឡាយតែងតែអន្តរាយវិនាសខូចខាតចូលអ្នកទាំងឡាយកុំបីប្រមាទប្រឹងប្រែងសង្វាតឲ្យសម្រេចការភាជដែលស្មូនឆ្នាំងដាំដុតដោយដីតូចក្តីធំក្តីឆៅឆ្អិនយ៉ាងណាចុងក្រោយរមែងតែមានកិរិយាបែកធ្លាយធម្មតានេះជាការពិតយ៉ាងណាជីវិតសំសត្វនេះក៏ក្មេងចាំងមានក្រពីលឬបណ្ឌិតចុងក្រោយរមែងតែស្លាប់ពិតបាត់បង់ជីវិតក៏យ៉ាងនោះដែរជីវិតថាគុណមានប្រមាណតិចគោរពពាក្យពេចឥតកិច្ចកែប្រែពីថ្ងៃនេះទៅនៅត្រឹម3ខែតថាគតត្រូវតែបរិណិព្វាន